องสโคมเรียงสะอาดกัวชื่อเวียงอาหารหนังเพศเจตังนี้การสำรวจตรงนั้นอาจจะเรื่องมุ้ยได้ทั่วอันเนี้ยวิบากจัดครั้งปรุนไปคลาเนี่ยมันอาจมือเคยละตพอโตแต่สอថ្ងៃនេះអ្នកនឹងបានស្គាល់ពីអាហារនិងភេសជ្ជៈ3យ៉ាងដែលអ្នកមិនគួរទទួលទានពេលកំពុងចង់សម្រកទម្ងន់ 1. ភេសជ្ជៈមានជាតិអាល់កុលភេសជ្ជៈប្រភេទទាំងនេះមានកាឡូរីខ្ពស់និងបន្ថែមជាតិស្ករហើយមានប្រូតេអ៊ីននិងជាតិសរសៃតិចតួចឬគ្មានសារធាតុចិញ្ចឹមមានប្រយោជន៍ទាល់តែសោះអ្នកប្រហែលជាមិនចាំបាច់បោះបង់ចោលនៅការទទួលទានជាតិអាល់កុលទាំងស្រុងនោះទេប៉ុន្តែអ្នកគួរតែពិសាវាក្នុងកម្រិតមធ្យមចុះក្រោម 2. ប្រភេទនំដុតពួកវាមានជាតិស្ករបន្ថែមខ្ពស់រួមទាំងសារធាតុស្ករហ្វ្រូតូសដែលបង្កើនចំណង់អាហាររបស់អ្នកនិងធ្វើឲ្យអ្នកញ៉ាំកាន់តែច្រើនពួកវាក៏មានផ្ទុកខ្លាញ់មិនល្អដែលបង្កើនហានិភ័យនៃការធាត់ក្នុងដំណើរការនៃការសម្រកទម្ងន់របស់អ្នកសូមជៀសវាងទំនិញនំដុតដូចជានំគូគីនិងនំខេកជាដើម 3. អំបិលជាតិសូដ្យូមនៅក្នុងអំបិលបណ្ដាលឲ្យមានជាតិទឹកនៅក្នុងខ្លួនដែលធ្វើឲ្យអ្នកមានអារម្មណ៍ហើមរាងកាយការទទួលទានវាច្រើនគឺមិនល្អឡើយជាពិសេសនៅពេលដែលអ្នកចង់សម្រកទម្ងន់វាក៏អាចបណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរដល់សម្ពាធឈាមរបស់អ្នកផងដែរអំបិលគួរតែត្រូវបានកាត់បន្ថយឲ្យវាស្ថិតក្នុងកម្រិតអបបរមាបំផុតសម្រាប់របបអាហាររបស់អ្នក